សួស្តីបងប្អូនទាំងអស់គ្នាឆ្លងឆ្នាំនេះមានអ្នកកាន់ដៃហើយនៅខុស script ហើយថ្ងៃឆ្លងឆ្នាំខិតចូលមកដល់មែនតើណាបងប្អូនទាំងអស់គ្នាមានកម្រងទៅខនដល់នៅទីណាខ្លះសម្រាប់បងប្អូនដែលមានកម្រងទៅខនដល់នៅតាមតំបន់ឆ្នេរតំបន់កោះមើលវីដេអូនេះគឺត្រូវមាច់តែម្ដងខ្ញុំមាន3 tip សំខាន់សម្រាប់បងប្អូនទាំងអស់គ្នាយកទៅអនុវត្តដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា tip ទី1កុំស្រឡាញ់គេតែម្នាក់ឯងខុស script ទៀតហើយ tip ទី1កុំហាលទឹកតែម្នាក់ឯងបងទាំងអស់គ្នាឃើញក្នុងរឿងឃើញតួឯងជាហាលទឹកតែឯងមើលទៅ cool មែនអត់តែសម្រាប់បងដែលអត់ទាន់ចេះហាល store ទេហាលតែឯងប្រយ័ត្នខុក tip ទី2បើស្វឹងសុំគំនិតគេខុសទៀតហើយ tip ទី2បើស្វឹងសុំកំហាទឹកធម្មតានៅពេលបងទាំងអស់គ្នាស្វឹងចិត្តសឿងហើយត្រូវហើយបើឃើញនារីនៅចិត្តទៀតចូលដល់ចឹងហើយមកថាបងទាំងអស់គ្នាចាស់ហាទឹកឬក៏មិនចាស់ហាទឹកបើសិនជាបងទាំងអស់គ្នាស្វឹងយល់ល្អកុំចោះហាទឹកអីមានគ្រោះថ្នាក់មែនទេtip ទី3បងប្អូនទាំងអស់គ្នាក៏បីតែពិនិត្យទៅលើអាកាសធាតុក៏ដូចជាសភាពទឹកជាមុនសិនព្រោះនៅខែឆ្លងឆ្នាំនេះដោយបងដឹងហើយគឺអាកាសធាតុមានភាពប្រែប្រួលខ្លាំងមែនទែនទឹកសមុទ្រដូចគ្នាគឺវាប្រែប្រួលលើសពីការរំពឹងទុករបស់ពួកយើងអញ្ចឹងហើយបងទាំងអស់គ្នាក៏បីតែត្រួតពិនិត្យទៅលើអាកាសធាតុក៏ដូចជាសភាពទឹកជាក់ស្ដែងមុននឹងយើងធ្វើការចូលទៅលេងទឹកហើយមួយទៀតបងប្អូនទាំងអស់គ្នាក៏បីតែពាក់អាវពោងសុវត្ថិភាពជាចុងក្រោយខ្ញុំបាទតំណាងសាលាបង្រៀនទឹក1ម៉ែត្រសូមធ្វើការអរគុណទៅដល់បងប្អូនអតិថិជនទាំងអស់សម្រាប់ការគាំទ្រក៏ដូចជាជឿទុកចិត្តមកលើសាលាបង្រៀនទឹក1ម៉ែត្ររបស់យើងហើយក៏សូមអធិស្ឋានរកកំហុសខុសឆ្គងទាំងឡាយសម្រាប់ឆ្នាំថ្មីនេះពួកយើងនឹងប្រឹងប្រែងព្យាយាមអស់ពីលទ្ធភាពនៅក្នុងការកែសម្រួលទៅលើសេវាកម្មក៏ដូចជាគុណភាពនៃការបង្រៀនហាត់ទឹករបស់ពួកយើងក្នុងឱកាសឆ្នាំថ្មីនេះក៏ជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសេចក្តីសុខបាទមានទទួលទានរកស៊ីមានបានធ្វើដំណើរទៅកាន់ទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយរីករាយឆ្នាំថ្មី